លោកស្រីខៃចិន្តាប្រធានសមាគមអភិរក្សដំរីអវតារបានរៀបចំកម្មវិធីចូលរួមលើកស្ទួយវិស័យទេសចរណ៍ខេត្តរតនគិរីនៅព្រឹកថ្ងៃទី30 ខែឧសភាឆ្នាំ2025នៅសមាគមអភិរក្សដំរីអវតារស្ថិតនៅភូមិកាទៀងឃុំលបាំង2ស្រុកលំផាត់ខេត្តរតនគិរីលោកស្រីខៃចិន្តាប្រធានសមាគមអភិរក្សដំរីអវតារបានរៀបចំកម្មវិធីអេកូទេសចរណ៍ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រធានមន្ទីរទេសចរណ៍អាជ្ញាធរមូលដ្ឋានមេឃុំមេប៉ុស្តិ៍លបាំង1មេឃុំមេប៉ុស្តិ៍លបាំង2មេភូមិទាំងពីរនិងតំណាងចាស់ទុំនិងសហគមន៍ជាច្រើនរួមមានទី1សហគមន៍យក្សឡោមទី2សហគមន៍កាទៀងទី3សហគមន៍កោះក្រំទី4សហគមន៍គិរីរំគុតទី5សហគមន៍ព្រៃភ្នំក្រូចទី6ប្រធានក្រុមប្រឹក្សាអភិបាលសហគ្រិនរតនគិរីនិងម្ចាស់សន្តាគារផ្សារស៊ីត្រាទី7ខ្មែររីសតទី8វិស័យអប់រំនាយកសាលាគ្រូយើងលោកយិនសុភាពទី9មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានិងទី10ប្រតិបត្តិការរមាក់កង់3មានមតិសំណេះសំណាលប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីលោកង៉ែតពីទូបានលើកឡើងជាច្រើនចំណុចសំខាន់ៗពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍតំបន់ទេសចរណ៍សំដៅលើការសម្បទានទេសចរណ៍មានដូចជាធុងសំរាមផ្លាកសញ្ញាបន្ទប់សម្លៀកបំពាក់លាក់និងឡាក់ចំពោះហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្លូវលំឬផ្លូវតភ្ជាប់លោកប្រធានមន្ទីរលើកឡើងថាបានរាយការណ៍ទៅមន្ទីរអភិវឌ្ឍហើយមន្ទីរអភិវឌ្ឍបានដាក់បញ្ចូលក្នុងផែនការមេរបស់មន្ទីរអភិវឌ្ឍជនបទហើយពាក់ព័ន្ធបញ្ហាទេសចរអាជ្ញាធរស្រុកលំផាត់លោកស៊ូផាលីអភិបាលរងស្រុកបានលើកឡើងថាតំបន់ទេសចរក្នុងស្រុកលំផាត់មាន6កន្លែងទី1រមណីយដ្ឋានទឹកធ្លាក់កាទៀងទី2រមណីយដ្ឋានយក្សម៉ាយទី3រមណីយដ្ឋានគិរីរំគុតទី4រមណីយដ្ឋានយក្សឡោមទី5រមណីយដ្ឋានតាតៃនិងទី6រមណីយដ្ឋានទឹកធ្លាក់7ជាន់អូស៊ីនលៀលោកស្រីខៃចិន្តាប្រធានសមាគមអៃរ៉ាវតាបានសម្ដែងក្តីបេតិសមនស្សរីករាយឥតឧបមាដែលលោកស្រីទទួលបាននៅការគាំទ្រផ្ដល់កិត្តិយសនិងវត្តមានអញ្ជើញចូលរួមពីសំណាក់គណៈអធិបតីអាជ្ញាធរមូលដ្ឋានស្ថាប័នពាក់ព័ន្ធក្នុងវិស័យទេសចរនិងបងប្អូនប្រតិបត្តិការតាក់ទងនឹងវិស័យទេសចរក្នុងស្រុកលំផាត់ក៏ដូចជាក្នុងខេត្តរតនគិរីយើងគ្រប់គ្នានៅក្នុងកម្មវិធីសំណេះសំណាលក្នុងលក្ខណៈជាគ្រួសារតែមួយក្រោមប្រធានបទទាំងអស់គ្នាចូលរួមលើកស្ទួយវិស័យទេសចរក្នុងថ្ងៃនេះ